អូកំពុងរៀបដាក់ឆ្អើទៀតហើយមែនទេបងអត់ចុះខាងក្នុងនឹងមានត្រីអត់អានេះស្រួយឆ្ងាញ់បងប្អូនពេលដែលឆ្អើហើយបុកញោមស្ដៅចិត្តដល់ខែផ្កាស្ដៅហើយនេះឆ្អើថ្មីក្តៅបងប្អូនអត់ទាន់ស្រួយមែនតើដោយសារតែទើបឆ្អើមកព្រឹកទេចុះអាធំនោះមកក្រាស់ប្រហែលបងអានេះបកជីបកសាច់ទៅវិញអូនេះគេបកសាច់ក្លឹងគីឡូអូយស្រួយដូចអំបុកចឹងហើយនេះបងប្អូនអាហ្នឹងគឺយើងយកឆ្អឹងកដាលចេញអស់ហើយយកសបកចេញអស់ហើយជាតិមែនតើអានេះបកយកឆ្អឹងកដាលចេញយកស្បែកខាងក្រៅចេញអស់ហើយមានតែសាច់ល្អម្ដាយអើយមកត្រីឆ្អើគាត់បងប្អូនអូច្រើនម្លេះឥឡូវបងយើងអាចចូលផ្ទះណាបានទេចូលបានទេបងមៀបសួរមានត្រីឆ្អើអត់អូកំពុងរៀបដាក់ឆ្អើទៀតហើយមែនទេបងអត់ចុះខាងក្នុងនឹងមានត្រីអត់អូទៅអ៊ុតមើលមួយសិនមកសុំចូលផ្ទះបងហ្មងអញ្ចឹងបងប្អូននេះគឺជាត្រីកញ្ចុកដែលគាត់ដោតចកៈទុកឆ្អើស្រាប់ហើយប៉ុន្តែអត់ទាន់បានដាក់លើរងើកភ្លើងទេនៅទុកនៅនឹងសិនមិនបងដាក់អត់អស់មែនអត់ទេហាវាអូហាឲ្យស្ងួតមែនទេបងឆ្អើត្រីយូរហើយនៅឆ្អើយូរប្រហែលឆ្នាំទេបងស្រីប្រហែល10ឆ្នាំហើយត្រីហ្នឹងបានពីខាងណាមកខាងកំពង់ឃ្លៀងនេះឯងដាក់លោកបានតិចនេះអូគេដាក់លោកបងអ្នកធ្វើទេមិនមែនបងធ្វើខ្លួនឯងទេអញ្ចឹងសុំបើកបានណាបងប្អូនអូក្តៅអូឡមើលជប់ខ្ញុំខ្លាចទៅលាក់ខ្លាចផងមើលបងប្អូនអាយ៉ាអូក្តៅណាស់បងបដាយអើយចង់ខ្លោចមុខអូបងយ៉ាត់បាយក្បាលខ្ញុំហ៎បងប្អូនហើយនៅខាងនេះទៀតមែនបងអានោះនឹងតិចទៀតអូឥឡូវបើកតែមួយច្រកនឹងក៏បានដែរកុំឲ្យបើកទាំងអស់ច្រកក្តៅខ្លាំងចូលថតអត់កើតទេបងប្អូនជាប្រភេទបាត់ត្រីលិញត្រីរៀលត្រីចកែងត្រីឆ្ពិនត្រីអីទៅគឺមានតាមទំហំបងខ្ញុំចង់ដឹងថាក្នុង1ឡបងហ្នឹងអាចដាក់បានប្រមាណចកៈបានប្រមាណ3-400ដែរអូចឹងបានន័យថាតម្រៀបវាអត់ឲ្យកើគ្នាទេចាចង់ដឹងថាបងស្មានណាចាប់ផ្ដើមឆ្អើដោតរួចនេះវាទីងតែព្រោះថ្ងៃណាក៏វាឆ្អើបានពីព្រឹកទៅថ្ងៃណាឆ្អើមួយថ្ងៃបងស្រុកហ្នឹងមិនបានគេចូលចិត្តហៅពូទៅហៅមិនហៅបងបាទខាងនោះមិញឡើងក្មេងហៅខ្ញុំពូឥឡូវជួបបងមួយទៀតហៅខ្ញុំពូដែរហៅក្មួយហៅប្អូនប្រុសហៅអូននេះទៅបងឆ្អើតាំងពីព្រលឹមស្មានណាមិនឆ្អិននេះឆ្អើម៉ោង2 ដប់បាទ2 ដប់ស្មានទេគ្រីមខ្លះត្រូវការប្រែត្រឡប់វាទេអូនេះបន្តិចទៀតត្រឡប់អានេះឡើងបាទជាទូទៅក្នុងមួយឆ្នាំបងអាចឆ្អើត្រីពីខែណាដល់ខែណាដូចឆ្នាំនេះដូចឆ្អើបានជាប់រហូតពីប្រាំងដល់តឡើងដល់ភាសាប្រាំងសបោត្រីហ្មងអត់ទេតិចចេះបានតិចប៉ុន្តែវាបានជាប់រហូតចាអញ្ចឹងត្រីឆ្អើដែលបងធ្វើក៏ដូចជាបងប្អូនអ្នកភូមិនេះគាត់ធ្វើអត់មានអត់មានចាល់ទេបងអត់អុយទេលក់ចេញអស់ចាវាតម្លៃទៅតាមប្រភេទត្រីនិងទំហំមែនទេបងអានេះបានមកក្រាស់700អូត្រីកន្ទងភ្លុកបងប្អូននេះម៉ាត់ចកៈទៅ700ទេអានេះខាងខ្ញុំគេហៅត្រីស្លឹកអាស័យចាបាទខាងបងហៅគេហៅត្រីកន្ទងភ្លុកត្រីអន្ទង់ភ្លុកកន្ទង់ភ្លុកចាអានេះស្រួយឆ្ងាញ់បងប្អូនពេលដែលឆ្អើហើយបុកញោមស្ដៅចិត្តដល់ខែផ្កាស្ដៅហើយនេះឆ្អើថ្មីក្តៅបងប្អូនអត់ទាន់ស្រួយមែនតើដោយសារតែទើបឆ្អើមកព្រឹកទេបាទហើយវានៅប្រហែលម៉ោងទៀតបានអាចយកទៅហាលសណ្ដិលមែនទេបងអត់អាចសណ្ដិលទេឈ្មោះតែម្ដងស្ងួតតែម្ដងអូឲ្យស្ងួតចឹងហើយទុកឲ្យត្រជាក់អាចច្រកថងបានហើយបងប្អូនមួយចង្កាក់នេះបាទឬក៏អ្នកស្រុកគេហៅមកក្រាស់នេះតម្លៃតែ700រៀលទេប្រភេទត្រីហ្នឹងបាទហើយចុះអាធំនោះមកក្រាស់ប្រហែលបងអានេះបកជីបកសាច់ទៅវិញអូនេះគេបកសាច់ក្លឹងគីឡូហើយចុះអាប្រភេទត្រីរៀលនេះបងសុំមើលតិចមើលបាទរៀលនេះបានមកក្រាស់1200អូអាហ្នឹងតម្លៃបោះដុំឬបងនិយាយតម្លៃលក់រាយពិសេសមែនតើបងប្អូនអរគ្នាហើយចង់និយាយថាបងធ្វើរហូតដល់ខែរដូវរំហើយធ្លាក់ខ្យល់កដឹកធ្លាក់អីយើងនៅតែបន្តធ្វើឲ្យតែមានត្រីអូប្រកបមុខរបរតែឆ្អើត្រីនឹងទេឬក៏មានការដាំដុះបន្លែឬក៏ដាំបន្លែបន្តិចបន្តួចធ្វើស្រែធ្វើស្រូវទេបងធ្វើស្រូវបន្តិចបន្តួចអូបងប្អូន
ពិសេសហាអញ្ចឹងនេះគឺជាមុខរបររបស់បងប្អូនអ្នកកំពុងឃ្លាំងឆ្អើរត្រីនៅក្នុងខែវស្សាបងប្អូនគឺឆ្អើរនៅលើទឹកដោយផ្ទាល់តែម្ដងខែគោកគាត់នឹងផ្ទេរកន្លែងឆ្អើរទៅដីគោកវិញកលៀតគៀនផ្ទះអីចឹងទៅដើម្បីធ្វើកន្លែងឆ្អើរត្រីនៅដីគោកអញ្ចឹងហើយបងប្អូនចង់បានត្រីឆ្អើរដែលថ្មីស្រស់ល្អបើបានមកលេងកំពង់ឃ្លាំងទឹកដីស្រុកសូត្រនិគមខេត្តសៀមរាបបងប្អូនអាចអញ្ជើញមកក្នុងភូមិប្រជាពលរដ្ឋមកបាទមកជួរហ្នឹងគឺគាត់ឆ្អើរត្រីបាទឆ្អើរច្រើនមែនទែនហើយបើសិនចង់តាក់ទងត្រីឆ្អើររបស់បងស្រីខលមកបងផ្ទាល់មកបងមានប្រើលេខទូរស័ព្ទដើម្បីស្រួលតំណែងអត់លេខបងលេខប្រមាណលេខខ្ញុំ088358530បាទចង់បានប្រភេទត្រីអីក៏បានដែរអាស្រ័យតាមការកំងត្រីកេះហើយត្រីដែងត្រីមិនបានត្រីកេះអត់បងថ្លៃអត់ហ៊ានឆ្អើរដែរប៉ុន្តែបើគេកំងយើងឆ្អើរឲ្យគេទៅបាទហ្នឹងបើគេមានកំងឲ្យលុយយើងមុនបាទយើងឆ្អើរឲ្យគេបងអាចសុំភ្លក់មួយបានអត់ឈ្ងុយហើយដូចអត់ហៅឲ្យភ្លក់ផងចាំភ្លក់ខាត់នេះហើយមិនបានឲ្យភ្លក់ខាងនោះវិញរស់ត្រីនេះវាក្រីមអូបងប្អូនអានេះគឺជាប្រភេទត្រីរៀលដែលបងគាត់ឆ្អើរអូស្រួយល្អបងប្អូនអើយឡើងស្រួយខ្ញោកនេះបងស្រួយល្អមែនតើបងប្អូនចាំមើលណែបកសកាវាចេញបងប្អូនមើលនេះអូយស្រួយដូចអំបុកចឹងហើយនេះបងប្អូនយើងបកសកាវាយកតែសាច់ក៏បានឬក៏ពេលខ្លះយើងយកទាំងអាសកាវានឹងក៏បានញ៉ាំទាំងសបកចឹងមកអែមលើកអាសាច់យកមករួចណាបកអាបកសាច់អូមានបកសាច់រួចទេបងចាស្រួយដូចអំបុកបងប្អូនអើយអូអរគុណមកណាយអើយអានេះសាច់ត្រីគេបងនេះត្រីនេះឯងត្រីចាញ់ត្រីឆ្កោហើយលក់1គីឡូប៉ុន្មានបងបកហើយ75000អាហ្នឹងគឺយើងយកឆ្អឹងកដាលចេញអស់ហើយយកសបកចេញអស់ហើយឥឡូវបងជួយកាន់ចអេនឹងតិចមកបាទមូលហេតុដែលខ្ញុំឲ្យបងកាន់នឹងមិនអត់ពេលដែលបងកាន់ហើយខ្ញុំមានដៃស្រួលយកភ្លក់ជាតិមែនតើអានេះបកយកឆ្អឹងកដាលចេញយកស្បែកខាងក្រៅចេញអស់ហើយមានតែសាច់ល្អតែម្ដងហើយអរគុណបងស្រីណាបាទដែលខ្ចប់ឲ្យខ្ញុំ2គីឡូយកទៅពេញវិញមិនទៅស្រួលមែនបងសាច់មួយទៀតមើលបងអូបងមិនប្រកាសលេខទូរស័ព្ទនៅកាសរួចប្រកាសរួចលេខអាឡ័យតែឆ្ងាញ់ត្រីឆ្អើរបងប្អូនចង់បានត្រីឆ្អើរថ្មីទិដ្ឋភាពទាំងអស់នេះអញ្ជើញមកកំពង់ឃ្លាំងហើយបើមកខែនេះជិះទូកមកលេងហ្មងហើយចូលដល់ផ្ទះចឹងដោយទិដ្ឋភាពដែលបងប្អូនបានឃើញអាចទិញត្រីឆ្អើរពីប្រជានេសាទបងប្អូនប្រជាប្រដ្ឋនៅតំបន់នេះយកទៅថ្មីភ្លាមហើយត្រីឆ្អើរមិនមាននៅតែកំពង់ឃ្លាំងទេតំបន់មានត្រីមានត្រីឆ្អើរគាត់ថាទិដ្ឋភាពនេះនៅកំពង់ឃ្លាំង